សំលេងតែមួយប៉ុន្តែឈ្មោះវាមួយ sol bemol និងមួយ sorry sol jazz និង la bemol អញ្ចឹងបងប្អូនរាប់បន្តទៀត note បន្តទៀត do re mi fa sol la si la មក si បងប្អូនមើលនេះ la មក si អញ្ចឹង la មក si វាមានមួយសំឡេងរបស់វាអញ្ចឹងនៅនេះក៏នៅលើហ្គីតាក៏ត្រូវមួយសំឡេងដែរបងប្អូន la មក si អញ្ចឹងពេលដែល la មក si គឺមួយសំឡេងអញ្ចឹងអានេះគឺកន្លះសំឡេងមកវាកន្លែងនេះហើយគឺជាកន្លែងដែលបង្ហាញឲ្យបងប្អូនឃើញថាបើជា la គឺត្រូវ la yes បើសិនជា bemol គឺត្រូវជា si bemol មួយទៀតដែលបងប្អូនត្រូវទាញពីទ្រឹស្ដីពីមេរៀនមកវិញសំឡេង note សំឡេងកន្លះពីធម្មជាតិមាន mi និង fa ហើយនិង si do អញ្ចឹងពេលដែលបងប្អូនរាប់ដល់ si បងប្អូនរត់ឡើងទៅមកសំឡេងទៀតគឺ do អញ្ចឹង si do នេះគឺវាគ្មានសំឡេង